បាទកូនថ្ងៃនេះភាសាខ្មែរថ្នាក់ទី3របស់យើងរៀនដល់មេរៀនទី30ហើយនៅក្នុងមេរៀនទី30នេះយើងរៀនអំពីអត្ថបទស្ដាប់ណាកូនណាបាទចំណងជើងនោះគឺទឹកជំនន់នៅភូមិខ្ញុំបាទអញ្ចឹងកូនតាមដាននឹងទស្សនាដូចតទៅភាសាខ្មែរថ្នាក់ទី3មេរៀនទី30ទឹកជំនន់នៅភូមិខ្ញុំការស្ដាប់ចូលស្ដាប់អត្ថបទរឿងរួចឆ្លើយនឹងសំណួរអត្ថបទស្ដាប់មេរៀនទី30ទឹកជំនន់នៅភូមិខ្ញុំកាលពីខែមុនមានភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃឥតស្រាកស្រាមភូមិមួយចំនួនត្រូវលិចលង់ស្ទើរតែទាំងអស់នៅតាមផ្លូវកម្ពស់ទឹកបានឡើងដល់1ម៉ែត្រអ្នកភូមិខ្ញុំបាននាំគ្នាជញ្ជូនកូនចៅសត្វពាហនៈគោក្របីនិងជ្រូកមាន់ទាព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់សំខាន់ទៅកាន់ទីទួលសុវត្ថិភាពទឹកជំនន់ឆ្នាំនេះបានបង្កគ្រោះមហន្តរាយជាច្រើនធ្វើឲ្យប៉ះពាល់បាត់បង់អាយុជីវិតមនុស្សសត្វខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងសាលារៀនមណ្ឌលសុខភាពស្រូវដំណាំនិងស្ពានផ្លូវយ៉ាងធ្ងន់ធ្ងរទឹកជំនន់បាននាំមកជាមួយនៅកាកសំណល់និងលាមកគ្រប់ប្រភេទដែលជាហេតុបណ្ដាលឲ្យមានជំងឺរាគដល់អ្នកខ្វះអនាម័យក្រោយគ្រោះមហន្តរាយនេះយើងឃើញមានក្រុមសង្គ្រោះបានរុករកអ្នករងគ្រោះគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាអង្គការមនុស្សធម៌ជាតិអន្តរជាតិនិងសប្បុរសជនជាច្រើនទៀតបានចុះជួយឧបត្ថម្ភស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់នានាដើម្បីសម្រួលទុក្ខលំបាកនៃជនរងគ្រោះនិងបានណែនាំប្រជាជននៅពេលមានទឹកជំនន់ឲ្យញ៉ាំទឹកឆ្អិនជានិច្ចដើម្បីត្រៀមបង្ការជាមុនពេលមានគ្រោះទឹកជំនន់យើងត្រូវត្រៀមសម្ភារៈបរិក្ខារសង្គ្រោះទីទួលសុវត្ថិភាពសាងសង់ផ្ទះសាលារៀនឲ្យខ្ពស់ផុតពីទឹកព្រមទាំងសាងសង់ទំនប់ជាដើមបាទកូនបន្ទាប់ពីយើងបានស្ដាប់នៅអត្ថបទរួចមកឥឡូវនេះយើងមកឆ្លើយនៅសំណួរម្ដងណាកូនណាបាទឥឡូវសំណួរទី1នេះគេសួរថាតើនៅក្នុងភូមិគេមានរឿងអ្វីកើតឡើងបាទអញ្ចឹងចម្លើយនៅក្នុងភូមិគេមានភ្លៀងធំធ្លាក់ជាប់គ្នាឥតស្រាកស្រានបាទចូលដល់សំណួរទី2គេសួរថាតើអ្នកភូមិបានធ្វើអ្វីខ្លះពេលមានភ្លៀងធ្លាក់ខ្លាំងបាទអញ្ចឹងចម្លើយពេលមានភ្លៀងធ្លាក់ខ្លាំងអ្នកភូមិបាននាំគ្នាជញ្ជូនកូនចៅសត្វពាហនៈគោក្របីនិងជ្រូកមាន់ទាព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់សំខាន់ទៅកាន់ទីទួលសុវត្ថិភាពបាទសំណួរទី3តើទឹកជំនន់បង្កផលអាក្រក់អ្វីខ្លះដល់ពួកគាត់និងសហគមន៍ចម្លើយទឹកជំនន់បង្កផលអាក្រក់ដល់ពួកគាត់និងសហគមន៍យ៉ាងខ្លាំងដូចជាបាត់បង់អាយុជីវិតមនុស្សសត្វខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងសាលារៀនមណ្ឌលសុខភាពស្រូវដំណាំនិងស្ពានផ្លូវនានា
សំណួរទី4ហេតុអ្វីបានជាប្រជាជនច្រើនកើតជំងឺរាគចម្លើយបានជាប្រជាជនច្រើនកើតជំងឺរាគព្រោះពួកគាត់ប្រើប្រាស់ទឹកមិនស្អាតដែលនាំមកដោយទឹកជំនន់និងកង្វះអនាម័យសំណួរទី5ក្រោយគ្រោះមហន្តរាយតើមានអង្គការឬសប្បុរសជនណាខ្លះចុះជួយជនរងគ្រោះចម្លើយក្រោយគ្រោះមហន្តរាយមានអង្គការនិងសប្បុរសជនជាច្រើនបានចុះជួយជនរងគ្រោះដូចជាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាអង្គការមនុស្សធម៌ជាតិអន្តរជាតិនិងសប្បុរសជនជាច្រើនទៀតបាទកូនបន្ទាប់ពីយើងឆ្លើយនៅសំណួររួចហើយឥឡូវនេះគឺយើងចូលដល់លំហាត់ម្ដងណាកូនណាបាទអញ្ចឹងនៅក្នុងលំហាត់ទី1នេះគេដាក់ថាចូលពន្យល់ពាក្យបង្អុលសត្វពាហនៈបាទអញ្ចឹងពន្យល់ពាក្យនេះគឺគេឲ្យមកមាន2ណាកូនណាទី1គឺបង្អុលទី2គឺសត្វពាហនៈបាទឥឡូវយើងចាប់ដើមធ្វើពាក្យបង្អុលមុនគេអញ្ចឹងបង្អុលនេះគឺថ្នាក់ពាក្យជាកិរិយាសព្ទណាកូនណាធ្លាក់ភ្លៀងបាទអញ្ចឹងបង្អុលថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាធ្លាក់ភ្លៀងបាទចំណែកឯពាក្យមួយទៀតគឺពាក្យសត្វពាហនៈថ្នាក់ពាក្យជានាមសត្វបម្រើសម្រាប់ជិះទឹមដូចជាសេះដំរីគោក្របីជាដើមបាទចូលដល់លំហាត់ទី2នៅក្នុងលំហាត់ទី2នេះគឺគេឲ្យយើងចូលរកបដិសព្ទនឹងពាក្យខ្លាំងហើយនឹងពាក្យធ្ងន់ធ្ងរណាកូនណាមាន2ពាក្យហើយរកបដិសព្ទបាទបដិសព្ទគឺពាក្យផ្ទុយណាកូនណាអញ្ចឹងទី1គឺពាក្យខ្លាំងទី2គឺពាក្យធ្ងន់ធ្ងរបាទអញ្ចឹងពាក្យខ្លាំងផ្ទុយនឹងអីកូនបាទគឺផ្ទុយនឹងខ្សោយណាកូនណាចំណែកឯពាក្យធ្ងន់ធ្ងរគឺផ្ទុយនឹងពាក្យថាធូរស្រាលបាទចូលដល់លំហាត់ទី3នៅក្នុងលំហាត់ទី3នេះគេឲ្យយើងចូលរកវេវចនៈសព្ទនឹងពាក្យអគារសិក្សាណាកូនណាអញ្ចឹងវេវចនៈសព្ទនេះគឺមានន័យថាពាក្យដែលមានន័យដូចគ្នាតែសរសេរខុសគ្នាណាកូនណាអញ្ចឹងវេវចនៈសព្ទនឹងពាក្យអគារសិក្សាគឺអគាររៀនសូត្រណាកូនណាអគាររៀនសូត្របាទចូលដល់លំហាត់ទី4ចូលរកសត្វសព្ទនឹងពាក្យទុកបាទតទុអង្គចង្ខទុកណាកូនណាអញ្ចឹងសត្វសព្ទនឹងពាក្យទុកនេះគឺទី1គឺមានទុកគឺតទុអង្គចង្ខទុកនេះគឺថ្នាក់ពាក្យជានាមណាកូនណាអញ្ចឹងទុកមានចង្ខថ្នាក់ពាក្យជានាមនេះមានន័យថាសេចក្តីព្រួយសេចក្តីលំបាកឧទាហរណ៍កើតទុកបាទអញ្ចឹងទុកមានចង្ខនឹងគឺទុកព្រួយទុកលំបាកហ្នឹងណាបាទចូលដល់ទុកមួយទៀតតទុអង្គទុកនេះបាទទុកនេះគឺអត់មានជើងខទេអញ្ចឹងទុកនេះថ្នាក់ពាក្យជាកិរិយាសព្ទណាកូនណាអញ្ចឹងមានន័យថាដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅឬរក្សាអ្វីឲ្យគង់ឧទាហរណ៍ទុករបស់របរបាទឬក៏ទុកបាយឲ្យអីចឹងទៅណាកូនណាបាទឧទាហរណ៍យើងមកបរៀនម៉ាក់ប៉ាទុកបាយឲ្យយើងអញ្ចឹងអាហ្នឹងគឺតទុអង្គទុកអីចឹងទៅណាកូនណាបាទអញ្ចឹងតទុអង្គទុកនេះគឺទុករបស់របរទុកអេវ៉ាន់ណាប្រដាប់ប្រដាផ្សេងហ្នឹងអាហ្នឹងគឺតទុអង្គទុកបាទបន្ទាប់ពីយើងធ្វើលំហាត់មកឥឡូវយើងចូលដល់សំណេរម្ដងណាកូនណាឥឡូវចូលដល់សំណេរកនៅក្នុងសំណេរកនេះគឺគេឲ្យយើងចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវបាទកូនណាពាក្យនៅក្នុងប្រអប់នេះណាយកមកបំពេញប្រឡោះដែលចុចខាងក្រោមនេះណាកូនណា
បាទអញ្ចឹងពាក្យទី1មានពាក្យដូចជាពាក្យឧបត្ថម្ភបាទពីទី2បង្កគ្រោះមហន្តរាយទី3ក្នុងភូមិទី4លិចលង់និងពាក្យទី5គឺពាក្យសង្គ្រោះអញ្ចឹងនៅខាងក្រោមនេះគឺមាន3លំហាត់តែនៅក្នុង3លំហាត់ហ្នឹងគឺមាន5ប្រឡោះដែលយើងត្រូវយកពាក្យនៅក្នុងប្រអប់ទាំង5យកមកបំពេញតើណាកូនបាទឥឡូវយើងធ្វើទាំងអស់គ្នាណាកូនណាបាទអញ្ចឹងទី1គេដាក់ថានៅតាមភូមិមួយចំនួនចុចមកស្ទើរតែទាំងអស់បាទអញ្ចឹងនៅតាមភូមិមួយចំនួនត្រូវអីកូនបាទគឺត្រូវលិចលង់ណាកូនណាត្រូវលិចលង់អញ្ចឹងយើងដាក់ពាក្យលិចលង់មកត្រូវលិចលង់ស្ទើរតែទាំងអស់បាទចូលដល់លំហាត់ទី2សំណេរទី2គេដាក់ថាទឹកជំនន់ថ្ងៃនេះចុចជាច្រើនដល់ប្រជាជនចុចណាកូនណាបាទអញ្ចឹងចុចទាំងពីរប្រឡោះហ្នឹងយើងដាក់ពាក្យអីបាទទឹកជំនន់ថ្ងៃនេះបានអីកូនបាទគឺបានបង្កគ្រោះមហន្តរាយបាទអញ្ចឹងប្រឡោះទី1ដាក់ពាក្យថាគ្រោះមហន្តរាយបាទជាច្រើនដល់ប្រជាជនបាទដាក់ពាក្យអីកូនប្រឡោះទី2ហ្នឹងបាទគឺដាក់ពាក្យក្នុងភូមិណាកូនណាបាទក្នុងភូមិអញ្ចឹងទី2ទឹកជំនន់ថ្ងៃនេះបានបង្កគ្រោះមហន្តរាយជាច្រើនដល់ប្រជាជនក្នុងភូមិបាទចូលដល់លំហាត់ទី3សំណេរទី3ណាកូនណាអញ្ចឹងសំណេរទី3គេដាក់ថាក្រោយគ្រោះមហន្តរាយបាទក្រោយគ្រោះមហន្តរាយមានចុចហើយគេដាក់ចោះជួយហើយចុចទៀតស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់នានាដល់ជនរងគ្រោះបាទអញ្ចឹងទាំងពីរប្រឡោះដាក់ពាក្យអីកូនបាទឥឡូវយើងអានម្ដងទៀតក្រោយគ្រោះមហន្តរាយមានអីកូនបាទមានក្រុមសង្គ្រោះបាទអញ្ចឹងប្រឡោះទី1ដាក់ពាក្យថាក្រុមសង្គ្រោះបាទចោះជួយអីបាទគឺចោះជួយឧបត្ថម្ភចឹងប្រឡោះទី2ដាក់ពាក្យថាឧបត្ថម្ភណាកូនណាបាទស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់នានាដល់ជនរងគ្រោះបាទអញ្ចឹងនៅក្នុងសំណេរនេះគឺសំណេរកគឺយើងបញ្ចប់តែត្រឹមប៉ុណ្ណេះណាកូនណាចំណែកឯសំណេរខគឺសរសេរតាមអានទេយើងអត់ធ្វើទេបាទកូនភាសាខ្មែរថ្នាក់ទី3យើងមេរៀនទី30ទឹកជំនន់នៅភូមិខ្ញុំមានសំណួរនិងចម្លើយសូមបញ្ចប់តែត្រឹមប៉ុណ្ណេះខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ហើយសូមកុំភ្លេចជួយចុច like និង subscribe នៅ channel របស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីទៀតសូមអរគុណច្រើនសូមជម្រាបលា